ឥឡូវនេះដល់ពេលហើយដែលយើងគួរតែនាំគ្នាបដូរទិសដៅទៅដើរលេងនៅខាងប្រទេសម៉ាឡេស៊ីវិញម្ដងបើនិយាយទៅប្រទេសម៉ាឡេស៊ីមានគ្រប់យ៉ាងហ្មងទំនើបទាន់សម័យចង់លើសផ្ទះលេខ2ទៀតផងមិនថាតែកន្លែងដើរលេងអាគារទំនើបផ្សារទំនើបម្ហូបអាហារនិងវប្បធម៌ដ៏សម្បូរបែបរបស់គេជាច្រើនទៀតផងដែរដែលយើងគួរតែនាំគ្នាមកលេងប្រទេសម៉ាឡេស៊ីវិញណាមួយប្រទេសម៉ាឡេស៊ីគេរាក់ទាក់គេស្វាគមន៍ភ្ញៀវទេសចរហើយគេក៏បានជួយដល់ប្រទេសរបស់យើងច្រើនដែរនិយាយទៅគេបានជួយយើងច្រើនដែរពាក់ព័ន្ធជាមួយនឹងរឿងដែលកើតឡើងកាលពីពេលថ្មីនេះដោយតែបងប្អូនទាំងអស់គ្នាបានដឹងអញ្ចឹងហើយមានចំណុចជាច្រើនដែលល្អមែនតើនៅក្នុងការដែលមកលេងនៅក្នុងប្រទេសម៉ាឡេស៊ីមិនថាតែតម្លៃការធ្វើដំណើរការចាយវាយសមរម្យអាចទទួលយកបានហើយមានភាពងាយស្រួលមែនតើហើយកាន់តែលយទៀតនៅពេលដែលយើងបានមកលេងប្រទេសម៉ាឡេស៊ីយើងបានទាំងជិះយន្តហោះទៅវិញទៅមកសបុតយន្តហោះឥឡូវហ្នឹងក៏ធូរថ្លៃសមរម្យអាចទទួលយកបានទៀតនិយាយទៅមានច្រើនម៉ោងហ្មងហោះទៅមករាល់ថ្ងៃហ្មងហើយអត់មានរឿងអីដែលត្រូវពិបាកអីសម្រាប់ភាសាក្នុងការតំណែងតំណងនិយាយគ្នាអីហ្នឹងគឺថាកាន់តែងាយស្រួលហ្មងដែលយើងអាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការនិយាយគ្នាជាមួយនឹងជនជាតិម៉ាឡេហើយភាគច្រើនហ្មងអ្នកដែលនៅហ្នឹងគឺថាគាត់អាចនិយាយជាភាសាអង់គ្លេសបានច្រើនមែនតើបើនិយាយពីកន្លែងស្នាក់នៅស្ថាគារគេងការហូបចុកម្ហូបអាហារអីខ្ញុំអាចនិយាយបានថាសម្បូរបែបហ្មងហើយខ្ញុំចូលចិត្តមែនតើនៅពេលដែលបានមកដើរលេងនៅម៉ាឡេស៊ីនេះគឺថាសប្បាយជាងគេហ្នឹងគឺរឿងញ៉ាំជាពិសេសហ្នឹងគឺថាបានភ្លក់ម្ហូបប្លែកថ្មីបន្ថែមទៀតដោយសារតែនៅក្នុងម៉ាឡេស៊ីនេះគេក៏មានម្ហូបល្បីឆ្ងាញ់ច្រើនមែនតើបើនិយាយពីកន្លែងដើរលេងកន្លែងថតរូបវិញមកខ្ញុំធានាឲ្យដាក់កៅអៅពីវ៉ាលីទៀតក៏ដើរថតអត់ចង់គ្រប់ដែរនិយាយទៅកន្លែងដើរលេងរបស់គេគឺថាច្រើនហើយប្លែកសម្បូរបែបហ្មងចង់បានបែបទំនើបបែបស៊ីវិល័យអាគារខ្ពស់ស្កឹមស្កៃឬមួយក៏យើងចង់ដើរលេងជាលក្ខណៈបែបវប្បធម៌ប្រពៃណីអីនិយាយទៅអត់ខ្វះកន្លែងទេមកគឺថានៅក្នុងប្រទេសម៉ាឡេស៊ីនោះសម្បូរបែបហ្មងហើយអីដែលកាន់តែពិសេសទៀតគឺយើងបានមកស្គាល់និងមើលអំពីកន្លែងថ្មីសិល្បៈវប្បធម៌ប្រពៃណីរបស់គេដែលខុសប្លែកពីប្រទេសក្បែរខាងយើងអីចឹងទៅនិយាយទៅបងប្អូនទាំងអស់គ្នាកុំបារម្ភថាពេលដែលមកដើរលេងនឹងអត់ចេះដើរលេងខ្លួនឯងខ្លាចដើរលេងអត់កើតអីចឹងឥឡូវនេះគឺថាសម្បូរបែបចង់ដើរលេងខ្លួនឯងអត់បានទេបងប្អូនទាំងអស់គ្នាអាចតាក់ទងទៅក្រុមហ៊ុនទូក្រុមហ៊ុនទេសចរអីណាគឺគេរៀបចំឲ្យយើងមកអែមហ្មងមកកាផ្លេជាមួយនឹងតម្លៃសមរម្យធូរថ្លៃហ្មងអញ្ចឹងល្មមដល់ពេលហើយដែលយើងគួរតែនាំគ្នាបដូរទិសដៅដើរលេងមកលេងនៅប្រទេសម៉ាឡេស៊ីម្ដងឬមួយក៏បដូរទៅដើរលេងនៅប្រទេសផ្សេងនៅក្នុងអាស៊ានរបស់យើងនិយាយទៅនៅមានប្រទេសជាច្រើនទៀតដែលបងប្អូនគួរតែទៅដើរលេងជាពិសេសហ្នឹងប្រទេសនៅក្នុងអាស៊ានយើងហ្នឹង4 10ប្រទេសអីហ្នឹងដើរលេងឲ្យទៅអស់ទៅអីដែលសំខាន់ណាស់នៅពេលដែលយើងបានដើរលេងប្រទេសថ្មីយើងបានស្វែងយល់បន្ថែមស្គាល់កន្លែងថ្មីរៀនពីវប្បធម៌ថ្មីប្រពៃណីនឹងការរស់នៅរបស់គេប្រទេសមួយហ្នឹងខុសគ្នាពីយើងបែបណាអញ្ចឹងល្មមដល់ពេលហើយដែលយើងគួរតែនាំគ្នារៀបចំផែនការទៅដើរលេងនៅប្រទេសថ្មីវិញម្ដងហើយឆាប់នេះខ្ញុំនឹងមានដំណើរកម្សាន្តទៅប្រទេសអាស៊ានរបស់យើងទៅដើរលេងទៅថតបង្ហាញបងប្អូនទាំងអស់គ្នាដើម្បីឲ្យយើងអាចទៅលេងប្រទេសថ្មីទាំងអស់គ្នាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះជួបគ្នានៅវីដេអូបន្តទៀត